សួស្តីអ្នកទាំងអស់គ្នាដែលទើបតែចាប់ផ្ដើមរៀននៅជំនាញ Graphic Design អញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំមាន poster មួយសម្រាប់ចែកជូនគ្នាយើងក៏ដូចជារបៀបធ្វើគឺ poster មួយនេះអញ្ចឹងសម្រាប់អ្នកចាប់ផ្ដើមថ្មីៗអាចមើលវីដេអូខ្ញុំបានហើយកុំភ្លេចជួយ Subscribe ខ្ញុំម្នាក់មួយផងដើម្បីលើកទឹកចិត្តខ្ញុំឲ្យខ្ញុំផលិតវីដេអូបែបនេះបន្តទៀតដើម្បីចែកជូនគ្នាយើងដែលគាត់ទើបតែចាប់ផ្ដើមក្នុងការ design ហើយអញ្ចឹងយើងទៅធ្វើការ design ទាំងអស់គ្នា Let's goអូខេអញ្ចឹងខ្ញុំសូមបង្កើតក្តារកិច្ចការមួយគឺសម្រាប់ទំហំខ្ញុំយក2048គុណនឹង2048 real resolution ខ្ញុំយក 100% យើង create អូខេអញ្ចឹងមុននឹង design យើងធ្វើការ save វាមួយទៅអញ្ចឹងបន្ទាប់ពីយើងបាន save រួចរាល់ហើយយើងធ្វើការបង្កើត guideline មួយខ្ញុំចូលទៅ view យក guide new guide layout នេះគឺជា setting new guide layout របស់ខ្ញុំអ្នកនេះអាច copy តាមបានតបមកទៀតយើងធ្វើការគូរ rectangle មួយគូសិនមកហើយសម្រាប់ color ខ្ញុំយកពណ៌បែបនេះបន្តមកទៀតអ្នកនរគ្នាចុច transform នៅលើ rectangle របស់យើងមកហើយអ្នកគ្នា right click យក perspective អ្នកគ្នាទាញជ្រុងសងខាងនេះមកគេឲ្យចេញជាទម្រង់បែបនេះហើយយើងអាច scale វាបានតើយើងឆ្លាញ់ប៉ុណ្ណាយើងយកប៉ុណ្្នឹងទៅខ្ញុំសូមអូស ruler នេះមកដាក់ចំជ្រុងនេះមកហើយតទៅទៀតយើងធ្វើការគូរ rectangle មួយទៀតសម្រាប់ពណ៌ខ្ញុំយក sample ពណ៌បែបនេះសិនបែបនេះខ្ញុំទាញមកជាងបែបនេះខ្ញុំ control J ហើយខ្ញុំឈរលើ shape ខាងក្រោមនេះហើយខ្ញុំទាញវាមកបន្តិចទាញមកស្ដាំបន្តិចហើយសម្រាប់ពណ៌ខ្ញុំយកពណ៌ sample ទេបន្ទាប់ពីខ្ញុំធ្វើជាជាតម្រង់បែបហ្នឹងហើយខ្ញុំនឹងធ្វើការចាក់ពណ៌តាមក្រោមហើយខ្ញុំ control J ទៀតខ្ញុំឈរនៅលើ rectangle ខាងក្រោមហើយខ្ញុំទាញឲ្យម្ដងខ្ញុំអូស shape ទាំង3នេះមកក្រោម rectangle របស់យើងនេះជាបន្តទៀតអ្នកនរគ្នាធ្វើការគ្រប់វាមកហើយ rename វាដាក់ថាអីដាក់ទៅតាមអ្នកនរគ្នាដាក់ថា wall ខ្ញុំ control J ខ្ញុំ flip មកជាខាងណាអូខេអញ្ចឹងយើងបានជាទម្រង់បែបនេះអញ្ចឹងយើងធ្វើការទៅអូស string របស់យើងចូលមកសម្រាប់ string ឬក៏ element ផ្សេងៗខ្ញុំបានដាក់ចូលក្នុង group របស់ខ្ញុំអញ្ចឹងអ្នកនរគ្នាចង់ធ្វើតាមខ្ញុំអាច join នៅក្នុង group Telegram របស់ខ្ញុំបានយើងនឹងមាន element ទាំងអស់ហ្នឹងសម្រាប់ប្រើហើយអនុវត្តតាមខ្ញុំអូខេអញ្ចឹងយើងទៅយក string របស់យើងចូលនេះគឺជា string របស់ខ្ញុំសម្រាប់យកមក design យើងធ្វើការ scale វាមកសម្រាប់ខ្ញុំឆ្លាញ់ទម្រង់ប្រឆាត់បែបនេះខ្ញុំ control J ហើយខ្ញុំ flip មកជាខាងនេះហើយខ្ញុំ scale រៀងតូចបន្តិចអ្នកគ្នាសេរីមើលទៅថាបណ្ណាដែលស្អាតសម្រាប់អ្នកនរគ្នា alright អញ្ចឹងបន្ទាប់ពីបានប៉ុណ្ណឹងហើយ
យើងទៅធ្វើការ design ទាំងអស់គ្នាអញ្ចឹងខ្ញុំធ្វើការគ្រប់ string របស់ខ្ញុំហើយខ្ញុំ rename ដាក់ថា string ខ្ញុំ control A ហើយខ្ញុំ align វាឲ្យចំកណ្ដាលបាទអូខេខ្ញុំសុំបិទភ្នែកវាមួយសិនខ្ញុំចូលនៅលើ shape ខ្ញុំចូលនៅលើ rectangle របស់ខ្ញុំមួយនេះហើយខ្ញុំបង្កើត solid color មួយហើយខ្ញុំឆក់ពណ៌មួយនេះសម្រាប់ color code អ្នកនរគ្នាអាចយកតាមខ្ញុំក៏បានដែរខ្ញុំ clipping mask ខ្ញុំ change blending mode to screen ចូលលើ mask ចុច control I ចុច control ឲ្យជាប់ select នៅលើ rectangle របស់យើងចូលលើ mask ចូលទៅកាន់ brush ហើយយើងធ្វើការផាត់គៀនបែបនេះអូខេបន្ទាប់បានប៉ុណ្ណឹងយើងទៅធ្វើការអូស មេឃរបស់យើងចូលមកដែលខ្ញុំយកមេឃហ្នឹងធ្វើជា background អូខេនេះគឺជាមេឃរបស់ខ្ញុំអូសដាក់មកក្រោមគេបំផុតហើយខ្ញុំ scale វាធំបន្តិច Sere position ដែរអ្នកនរគ្នាគិតថាស្អាតហើយខ្ញុំបង្កើតselective color នេះមួយហើយខ្ញុំចូលមកកាន់កន្លែង color នេះខ្ញុំជ្រើសរើសយក color cyan ហើយខ្ញុំ Sere cyan ឡើងបន្តិច blue ខ្ញុំ Sere cyan ឡើងបន្តិចដែរអូខេបែបនេះខ្ញុំបង្កើត solid color មួយយកពណ៌ស change blending mode to screen ចូលលើ mask ចុច control I យើងយក brush មកផាត់ថាដែរមកអូខេបែបនេះខ្ញុំគិតថានៅខាងក្រោមអត់ស្អាតទេខ្ញុំចង់ឲ្យវានៅខាងលើវិញអញ្ចឹងយើងអាចចូលលើ mask ហ្នឹងឬក៏ចូលនៅលើ solid color ហ្នឹងយើងអាចrotate បានដាក់ពីលើវិញទៅអូខេបែបនេះយើងបើកភ្នែកមើលថាសមនៅអូខេខ្ញុំគិតថាសមបដាហើយសម្រាប់ drink របស់ខ្ញុំចង់បង្កើត shadow នៅខាងក្រោមខ្ញុំបង្កើត new layer មួយចូលមកកាន់ brush ហើយខ្ញុំជ្រើសយកពណ៌ខ្មៅដើម្បីធ្វើជា shadow ហើយ scale វាមករយើងដាក់មកល្មមបានហើយ change blending mode to multiply opacity ខ្ញុំយក70 control J នៅលើ shadow ហើយយើងអាចមកសេរីខាងនេះអានេះសេរីទៅតាប៉ុណ្ណាស្អាតយកប៉ុណ្ណឹងទៅអញ្ចឹងសម្រាប់ shadow ទាំងពីរនេះខ្ញុំគ្រប់វាហើយខ្ញុំដាក់ថា shadow drink ខ្ញុំចូលលើ drink ខ្ញុំបង្កើត solid color មួយខ្ញុំយកពណ៌សប៉ុន្តែនៅក្រោមសបន្តិចខ្ញុំ change blending mode to color dot add clipping mask ខ្ញុំចូលលើ mask ចុច control I ហើយខ្ញុំចូលមកកាន់ brush ខ្ញុំផាត់ថាបែបនេះមកភាសាពលឺវាជះមកពីខាងមុខអញ្ចឹងសម្រាប់កន្លែងនេះគឺត្រូវតែភ្លឺប៉ុណ្ណឹងខ្ញុំសុំ control J ហើយខ្ញុំអស់មកដាក់
នៅតរៀងខាងក្រោមខ្ញុំ clipping មកចូលហើយខ្ញុំផាត់វាម្ដងទៀតcool សុំ hide តរៀង shadow របស់យើងសិនយើងចូលមកកាន់ wall របស់យើងធ្វើការចាក់ color ចឹងសម្រាប់ color code អ្នកគ្នាអាចយកតាមខ្ញុំបាននេះសម្រាប់ color ហើយមួយនេះដូចគ្នាខ្ញុំចូលដល់លើ shape ខាងលើខ្ញុំបង្កើត solid color មួយអ្នកគ្នាអាចយក color code តាមខ្ញុំបាន clipping មកចូល change blending mode to screen ចូលលើ mask ចុច control I ចូលមកកាន់ brush ហើយយើងធ្វើការហាត់បែបនេះខ្ញុំ control J នៅលើ solid color អូសមកដាក់ខាងក្រោម clipping មកចូលលើ mask ហើយយើងក៏លេខ number foreground color របស់យើងពណ៌សបង្ហាញពណ៌ខ្មៅលាក់អញ្ចឹងខ្ញុំចង់ផាត់ម្ដងទៀតអញ្ចឹងខ្ញុំចង់លាក់ទាំងអស់ខ្ញុំចង់ផាត់ឡើងវិញយើងមើលពណ៌ខ្មៅយើងនៅក្រោមអញ្ចឹងយើងត្រូវចុច control បូកជាមួយនឹង backspace អូខេអញ្ចឹងវាបានលាក់ទាំងអស់ហើយយើងអាចផាត់ម្ដងទៀតបានសម្រាប់ shape នៅខាងក្រោមនេះយើងអាចឆក់ពណ៌នេះទៅបែបនេះអូខេ nice ខ្ញុំមាន element មួយសម្រាប់ធ្វើជា texture នៅលើជញ្ជាំងរបស់យើងនេះអញ្ចឹងយើងទៅយកវាយកមក design ទាំងអស់គ្នានេះគឺជា texture សម្រាប់ធ្វើអញ្ចឹងយើងអូសមកដាក់នៅក្នុង group wall របស់យើងមកហើយយើង clipping មកចូលអ្នកគ្នាអាចសេរីទៅតាមការស្រឡាញ់របស់យើងបានចង់បានឲ្យវាបែបណាអ្នកគ្នាអាចធ្វើតាមចិត្តអ្នកគ្នាបានខ្ញុំសុំ change blending mode to screen ហើយសម្រាប់ opacity ខ្ញុំយក30ឬក៏50 50ស្អាតយើង control J នៅលើ texture របស់យើងមកហើយយើងអូសដាក់ខាងក្រោម clipping mask យើងអាចសេរីទៅតាមការស្រឡាញ់ control J ម្ដងទៀតអូសដាក់ខាងក្រោម clipping mask ខ្ញុំគិតថា texture របស់ខ្ញុំគឺច្បាស់ពេកខ្ញុំចុចនៅលើ texture ខ្ញុំទាំងអស់ហើយខ្ញុំអាចដូរ opacity វាម្ដងទៀត30 cool សម្រាប់wall មួយនេះខ្ញុំសូម delete ចោលព្រោះយើងមាន wall នៅខាងឆ្វេងនេះយើង control J ហើយយើងអាចដាក់មកមួយចំហៀងទៀតមកអូខេអញ្ចឹងវាបានទាំងសងខាងយើងបើកផ្នែក string របស់យើងវិញមកអញ្ចឹងខ្ញុំចង់ដាក់ texture នៅក្នុង shape របស់ខ្ញុំនេះដែរនេះខាងក្រោមនេះអញ្ចឹងយើងទៅរកយកមួយណាក៏បានដែរ copy វាឡើងមកលើមកអូខេ break ឲ្យធំវិញមកខ្ញុំធ្វើការ clipping មកចូលហើយខ្ញុំរួមឲ្យទូចបែបនេះ scale ទូចហើយខ្ញុំ right click យក perspective ខ្ញុំសេរីទៅតាមទម្រង់ shape របស់ខ្ញុំព្រោះ shape របស់ខ្ញុំវាអត់ត្រង់ទេគឺវារាងអៀងអញ្ចឹងយើងធ្វើឲ្យអៀងដែរមកវាស៊ីនឹង season គ្នាដែលមើលឲ្យយើងមើល
thì ai cho dương mơ tới cứ viết trâu position này chẳng change blending mode to screen nhưng có thay vì khơi cho bạn phế xâm nhập texture bây giờ chẳng nhung cho là cần filter blur motion blur xâm nhập angle nhung vô cao sub distance nhung vô sam sub ok ha sub yeah ha sub vô ha sub yeahแบบนี้ nice ចឹងសម្រាប់ drink របស់ខ្ញុំចង់បន្ថែមខ្ញុំបង្កើត curve ឲ្យវាមួយ clipping មកចូលហើយខ្ញុំអាចសេរីអូខេបែបនេះខ្ញុំសុំ copy វាដាក់នៅខាងក្រោមហើយ clipping មកចូលយ៉ាបែបនេះចឹងយើងទៅធ្វើការ design ទៅលើ text promotion ឬក៏គេហៅថាតម្លៃទាំងអស់គ្នាចឹងយើងគោរពខាងក្រោមនេះមកអ្នកនេះអាច rename ដាក់ថាមិនក៏បានដែរតាមអ្នកនរគ្នាយ៉ា table ទៅខ្ញុំសូមបង្កើតellipse មួយហើយខ្ញុំគូឲ្យវារាងពងកពើបែបនេះសម្រាប់ color ខ្ញុំឆក់ color មួយនេះខ្ញុំ align ចំកណ្ដាលខ្ញុំចូលមកកាន់ text tool ហើយខ្ញុំធ្វើការសរសេរខ្ញុំចុចរក font មួយនេះscale វាបន្តិចខ្ញុំ double click ហើយខ្ញុំ select ទៅលើរូបដុល្លារនេះទេហើយខ្ញុំចូលមកកាន់ character ហើយខ្ញុំយករូបមួយនេះ t មួយនេះហើយអញ្ចឹងវានឹងដូចជាសម្រាប់អ្នកគ្នារៀនគណិតគឺស្គាល់ហើយសម្រាប់ x ស្វ័យគុណ2 x ស្វ័យគុណ x ហ្នឹងខ្ញុំចង់បានយ៉ាងណាបែបហ្នឹងអញ្ចឹងសម្រាប់ពណ៌អក្សររបស់យើងខ្ញុំយកពណ៌រាងផេះហើយបែបនេះខ្ញុំ double click ខ្ញុំចូលមកកាន់ inner shadow នេះសម្រាប់ setting របស់ខ្ញុំយកពណ៌អក្សរ change blending mode to color dodge opacity ខ្ញុំយក50សម្រាប់ distance ខ្ញុំយក0 angle 0ឈុកនេះខ្ញុំយក5ហើយ size នេះអ្នកនេះអាចសេរីតាមចិត្តបានចង់យកប៉ុណ្ណាក៏បានដែរអូខេខ្ញុំឆ្លាញ់ប៉ុណ្ណឹងខ្ញុំចុច OK ខ្ញុំចូលមកកាន់ ellipse tool របស់ខ្ញុំឬក៏ control J លើវាមួយទៅហើយខ្ញុំដូរទៅជាពណ៌សហើយអ្នកនេះអាច scale ឲ្យវាទូចទៅយ៉ាងបែបនេះ clipping មកចូលហើយយើងអាចទៅសេកន្លែងហ្នឹងដាក់ថា promotion ចូលមកកាន់ text tool យើងទៅសេសម្រាប់អក្សរ$1របស់ខ្ញុំនេះខ្ញុំចង់បន្ថែម shadow ឲ្យវាខ្ញុំចុចទៅលើ drop shadow អ្នកគ្នាអាចសេរីមើលថាប៉ុណ្ណាស្អាតប៉ុណ្ណាសមខ្ញុំចូលនៅលើ shape របស់ខ្ញុំហើយខ្ញុំធ្វើការបង្កើត solid color មួយ color ខ្ញុំយក color បែបនេះ clipping មកចូល change blending mode to screen ចូលលើ mask ជា control I ហើយយើងអាចអាត់បែបនេះយ៉ាង cool សម្រាប់ rectangle ពណ៌សនេះ
ខ្ញុំចង់ដាក់ drop shadow ឲ្យវាដែរយ៉ានេះមកឬក៏ opacity រៀងខ្លាំងតិចមកalright អញ្ចឹងសម្រាប់ poster របស់យើងគឺរួចរាល់ហើយយើងធ្វើការគោរពឲ្យមានរបៀបទៅសម្រាប់ poster របស់យើងគឺយើងបាន design បានដោយជោគជ័យហើយអូខេអញ្ចឹងយើងទៅធ្វើការ apply ទៅលើ camera raw filter ទាំងអស់គ្នាអញ្ចឹងដើម្បី apply បានយើងធ្វើការ merge layer ទាំងអស់ចូលគ្នាវិធីដែល merge អ្នកនេះឈរលើ layer ណាដែលខ្ពស់ជាងគេមកឬក៏ group ដែលខ្ពស់ជាងគេមកចុច control shift alt ឲ្យជាប់បូកជាមួយនឹងអក្សរ e អូខេអញ្ចឹងវានឹង merge layer យើងមួយដាច់ដោយឡែក convert ទៅជា smart object ចូលទៅ filter camera raw filter ខ្ញុំធ្វើការសេរីលើ highlight បន្តិច contrast ខ្ញុំយកបន្តិចដែរ shadow ខ្ញុំចង់ដក10 black អូខេដក10ដែរចូលមកកាន់ color កន្លែង vibrant នេះខ្ញុំយក3 texture ខ្ញុំទាញlại texture បន្តិចខ្ញុំចូលមកកាន់ detail ខ្ញុំលួច subpanning បន្តិចហើយនឹង noise reduction បន្តិចអូខេបែបនេះខ្ញុំចុច OK alright អញ្ចឹង poster របស់យើងគឺរួចរាល់ហើយកុំភ្លេចចុច subscribe ខ្ញុំម្នាក់មួយផងដើម្បីទទួលបានការ design ថែមទៀតសម្រាប់គ្នាយើងដែលទើបតែចាប់ផ្ដើម design អូខេអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយបាយបាយ